ខ្ញុំធាត់ខ្ញុំមានបញ្ហាលើខ្លាញ់សរសៃឈាមខ្ញុំមានខ្លាញ់រំថ្លើមហើយឥឡូវនេះខ្ញុំមានអារម្មណ៍ថាខ្ញុំហូបអីទៅគឺមានអារម្មណ៍ថាឆាប់ឆ្អែតហើយធ្វើការឆាប់ហត់តើខ្ញុំអាចប្រើ Feel Great បានអត់ហើយ Feel Great គឺជាល្អសម្រាប់ខ្លួនខ្ញុំអត់បាទនេះគឺជាសំណួរមួយដែលបងប្អូនបានសួរមកខ្ញុំច្រើនមែនទែនអញ្ចឹងខ្ញុំសូមជំរាបប្រាប់ថា Feel Great ល្អបំផុតសម្រាប់អ្នកដែលស្រឡាញ់សុខភាពហើយអ្នកដែលកំពុងតែប្រឈមជាមួយនឹងបញ្ហាសុខភាពបានន័យថាគាត់មានបញ្ហាលើខ្លាញ់សរសៃឈាមដូចជាលើស triglyceride ឬលើស cholesterol មានបញ្ហាខ្លាញ់រំថ្លើមគាត់ធាត់គាត់ហូបច្រើនហើយគាត់អត់សូវមានពេលហាត់ប្រាណល្អបំផុតក្នុងការញ៉ាំ Feel Great Feel Great វាជាប្រភេទ Genomeបាទជាប្រភេទ Genome ដែលមានតួនាទីក្នុងការទៅជួសជុលនិងទៅការពារកោសិការបស់យើងអញ្ចឹងទៅជួសជុលនិងទៅការពារកោសិកាតើជួសជុលបែបណាការពារកោសិកាបែបណាអញ្ចឹងការពារកោសិកាបានន័យថាកោសិកាណាដែលវាទ្រុឌទ្រោមវាធ្វើឲ្យកោសិកានឹងល្អត្រឡប់មកវិញហើយវារក្សាកោសិការបស់យើងឲ្យមានសមតុល្យឬក៏មាន balance អញ្ចឹង balance អីគេខ្លះទី1គឺកំហាប់សាច់ដុំទី2តាក់ទងជាមួយនឹងសុខភាពសម្រស់ដែលយើងមើលមកពីចម្ងាយថាអូអ្នកនឹងមើលទៅដូចអាយុច្រើននៅក្មេងមើលទៅសាច់គាត់ភ្លឺថ្លាបាទហើយទៅជួសជុលទៅលើបញ្ហារបស់គាត់ដូចជាបញ្ហាគាត់លើស triglyceride ឬ cholesterol ដូចជាតកតងជាមួយ fatty liver អញ្ចឹងវាទៅជួយធ្វើឲ្យហ្នឹងអ្នករំថ្លើមហ្នឹងចាប់ដើមថយចុះខ្លាញ់នៅក្នុងខ្សែឈាមរបស់គាត់ក៏ធ្វើឲ្យ balance រវាង triglyceride និង cholesterol រវាង HDL និង LDL បាទហើយអ្វីដែលជាភាពធាត់របស់គាត់ហ្នឹងគឺចាប់ដើមធ្វើឲ្យកំហាប់សាច់ដុំរបស់គាត់មានការកើនឡើងអញ្ចឹងមនុស្សយើងនៅពេលដែលយើងមានកំហាប់សាច់ដុំសំដៅទៅលើកំហាប់សាច់ដុំបើសិនជាយើងមានកំហាប់សាច់ដុំបានន័យថាខ្លាញ់នៅក្នុងសាច់ដុំរបស់យើងក៏មានការថយចុះដែរអញ្ចឹងវាធ្វើឲ្យ balance រវាងកំហាប់សាច់ដុំជាមួយនឹងខ្លាញ់រាងកាយអញ្ចឹងបើសិនជា balance ឬក៏សមតុល្យរវាងកំហាប់សាច់ដុំជាមួយខ្លាញ់រាងកាយបានន័យថាគាត់ចាប់ដើមគីឡូរបស់គាត់ចាប់ដើមស្រកខ្វះពោះគាត់ធំគាត់ stress អារម្មណ៍របស់គាត់ខ្វល់ខ្វាយច្រើនគាត់អត់សូវមានការបដោតខ្លាំងហ្នឹងគឺ feel great នឹងការល្អបំផុតនឹងការជួយទៅលើសុខភាព mental health បាទទី2តាក់ទងជាមួយនឹងសុខភាពបេះដូងសុខភាពថ្លើមសុខភាពខ្សែឈាមហើយនឹងការទៅជួសជុលទៅលើប្រព័ន្ធ insulin ដើម្បី control ទៅលើ score control ទៅលើ HbA1c អញ្ចឹងមនុស្សយើងបើសិនជា insulin យើងល្អខ្លាញ់ក្នុងខ្សែឈាមល្អថ្លើមរបស់យើងអត់មានខ្លាញ់ថ្លើមទេបេះដូងយើងចង្វាក់បេះដូងយើងធ្វើការបានល្អបូកជាមួយនឹងសុខភាពខួរក្បាលរបស់យើងអត់ stress ទៀតទេបងប្អូននេះហើយគឺជាសេចក្តីសុខនេះហើយគឺជាសុភមង្គលពិតនេះហើយគឺជាទ្រព្យសម្បត្តិពិតអញ្ចឹងពីខ្ញុំទៅវិញទ្រព្យសម្បត្តិដែលខ្ញុំនិយាយនេះគឺទ្រព្យសម្បត្តិទៅលើសុខភាពល្អជាពិសេសបងប្អូនដែលអាយុចាប់ពី40ខែ50ទៅខ្ញុំចង់ឲ្យបងប្អូនសម័យមើលទៅខាងមុខរយៈពេល5ទៅ10ឆ្នាំទៅមុខទៀតណាបើសិនជាឆ្នាំនេះយើងអាយុ50ខ្ញុំលើកឧទាហរណ៍ថាបងប្អូនអាយុ50ឆ្នាំយើងអាយុ60សុខភាពយើងនៅល្អយើងអាយុ70ឆ្នាំសុខភាពយើងនៅល្អបងប្អូនសម័យមើលនៅពេលយើងអាយុ70យើងអាយុ60ឆ្នាំសុខភាពយើងល្អយើងក៏លេចមើលខាងក្រោយវិញយើងមានចៅយើងមានកូនយើងមានគ្រួសារយើងអាចបង្កើតសេចក្តីសុខសម្រាប់ក្រុមគ្រួសាររបស់យើងយើងអាចរស់នៅជាមួយនឹងកូនរស់នៅជាមួយនឹងចៅរបស់យើងហើយទាំងតែយើងអត់ត្រូវបានជាបន្ទុករបស់ពួកគាត់យើងមិនមែនជាបន្ទុករបស់ពួកគាត់បាទបានន័យថាបើសិនយើងអត់ជឿទេយើងអត់ជាបន្ទុករបស់ពួកគាត់ទេហេតុអីបានចង់និយាយអញ្ចឹងយើងអាយុ50ជាងចូល60ចំណូលយើងលែងសូវមានដែរបាទឬលែងមានចំណូលបើសិនជាបងប្អូនជាមន្ត្រីរាជការចូលនិវត្តន៍ចំណូលយើងអាចនឹងចាយមិនគ្រប់ទេមិនអញ្ចឹងទៅទេបាទអញ្ចឹងបើសិនជាយើងចាយមិនគ្រប់មកជាតែយើងមានចំណូលយើងតិចហើយយើងអត់ចំណាយទៅលើសុខភាពទេយើងអត់មានឈឺតិចតិចអត់ទៅពេទ្យតិចតិចទៅនេះតិចទៅនោះបាទតិចតិចកូនជូនទៅពេទ្យចៅជូនទៅពេទ្យបាទអញ្ចឹងបើសិនជាយើងអាចគៀសជៀសផុតពីទាំងអស់ហ្នឹងបាទនោះហើយគឺជាសុភមង្គលបាទទេពុកម៉ែបងប្អូនបាទនេះរបស់ខ្ញុំឯណានៅតែមើលឃើញហើយខ្ញុំតែងតែប្រាប់ខ្លួនខ្ញុំថាខ្ញុំចង់បានអាយុដល់ខ្ញុំ60 70ឆ្នាំ80ឆ្នាំខ្ញុំអត់ឈឺអូខ្ញុំសុខចិត្តប៉ុណ្ណាទេអញ្ចឹងហើយបាននៅជារៀងរាល់ថ្ងៃខ្ញុំឆ្លៀតពេលក្នុងការហាត់ប្រាណខ្ញុំគ្រប់គ្រងរបបអាហារខ្ញុំហូបគ្រឿងស្រវឹងខ្ញុំអត់ហូបប្រៃខ្ញុំអត់ហូបផ្អែមល្ងាចឡើងខ្ញុំហូបតិចហើយខ្ញុំព្យាយាមក្នុងការគ្រប់គ្រងដំណេកបាទគឺម៉ោង10 10កន្លះខ្ញុំចូលដេកម៉ោង5ខ្ញុំងើបឡើងខ្ញុំទៅហាត់ប្រាណថែមទៀតបាទធ្វើម៉េចឲ្យការគីរបស់យើងស្ងប់ហើយយើងទៅកាត់បន្ថយអាភាពសៅហ្មងរបស់យើងបងប្អូនមួយចំនួនគាត់ច្រើនតែបារម្ភអូកូនអូចៅអូក្មួយអូមីងអូពូអូអ្នកនេះអូអ្នកនោះបាទគាត់បារម្ភមួយបារម្ភពេករហូតដល់គាត់ភ្លេចថាអូគាត់អត់បានបារម្ភខ្លួនឯងផងគាត់អត់បានគិតពីខ្លួនឯងផងគាត់អត់បានគិតថាអូជាគាត់គេងគ្រប់គ្រាន់នៅអារម្មណ៍របស់គាត់សុខភាពរបស់គាត់ផ្លូវចិត្តរបស់គាត់នឹងណអត់គាត់អត់សូវបានបារម្ភគិតរឿងហ្នឹងឯងគាត់គិតតែពីរឿងអ្នកដទៃចឹងហើយវាក្រែគឺល្អមែនទែនក្នុងការទៅជួសជុលកោសិការាងកាយរបស់យើងធ្វើយ៉ាងម៉េចឲ្យកោសិការាងកាយរបស់យើងល្អសុខភាពយើងល្អនោះហើយគឺជាសុភមង្គលចឹងបើសិនណាពីខ្ញុំមកដុកទ័រគីមជូនពរលោកលោកអ្នកតាបងប្អូនអស់គ្នាទូអនសុខភាពល្អទាំងអស់គ្នា